នេះគឺជាវីដេអូថ្ងៃទី2នៅប្រទេសអង់គ្លេសបងប្អូនហើយថ្ងៃនេះខ្ញុំដូរទៅទីក្រុងមួយទៀតហើយអញ្ចឹងព្រឹកឡើងភ្លាមក៏ចាប់ផ្ដើមរៀបចំខ្លួនឯងរួចរៀបចំខ្លួនឲ្យអូឌីនហ្វាសារនៅនេះឥឡូវអាកាសធាតុនៅតែធ្លាក់ត្រជាក់ដដែលទេបងប្អូនអញ្ចឹងអូឌីនហ្វាខ្ញុំដាក់អាវក្រៅឲ្យគាត់មួយហើយកៅអៅពីក្នុងហ្នឹងក៏ពាក់2ជាន់ដែរចាអញ្ចឹងបន្ទាប់ពីតាំងឲ្យអូនរួចរាល់ហើយមកមើលម៉ាមីម្ដងថ្ងៃនេះខ្ញុំពាក់ជារ៉ូបវែងបែបហ្នឹងហើយថែមអាវក្រៅពីលើមួយទៀតទុកពេលល្ងាចយើងសូកអាវក្រៅពីលើក៏មកញ៉ាំអាហារពេលព្រឹកចាហើយកញ្ញានេះចូលចិត្តណាតាអាឡឹកនឹងឯងពេលព្រឹកឡើងក៏ថែមអាឡឹកដែរខ្ញុំមកនេះរៀងពិបាករឿងរបស់ញ៉ាំបន្តិចដែរបងប្អូនព្រឹកឡើងអីញ៉ាំបានតែនំប៉័ងទេបន្ទាប់ពីញ៉ាំអីរួចក៏ចុះមកថតរូបលេងនៅខាងក្រៅមកនេះអាកាសធាតុពេលព្រឹកក៏បងប្អូនសម្រាប់ពួកខ្ញុំតែងតែឲ្យតម្លៃទៅលើការថតរូបខ្លាំងមែនតើទោះរូបវីដេអូខ្លះអត់សម្រាប់ផុសទេប៉ុន្តែគឺថតទុកមើលខ្លួនឯងមកព្រោះតែពេលវេលាកន្លងទៅមានតែរូបភាពមានតែវីដេអូខ្លួនឯងរបស់ពួកយើងនឹងឯងបងប្អូនដែលយើងអាចមើលដែលជាការចងចាំបានជាអនុស្សាវរីយ៍ល្អៗដែលយើងអាចទុកមើលនៅថ្ងៃក្រោយបានសួរថាមកនេះឃើញសប្បាយចុះសប្បាយឡើងនឹកអូនរ៉េឡាអត់នឹកបងប្អូនចាប៉ុន្តែមានអូនអ៊ីនហ្វានៅបានកំដរដែរអត់សូវនឹករ៉េឡាខ្លាំងទេថាដើរលេងទៅណាអត់យកកូនទាំងពីរទៅទៀតគឺថាដើរអត់ចង់កើតហ្មងចាអត់កូនអត់បានទេឥឡូវតពីថតរូបថតវីដេអូចុះឡើងមកដើរមើលមកជុំនឹងបន្តិចបងប្អូនទៅសភាពស្អាតខ្លាំងមែនតែនហ្មងខ្ញុំដូចអត់មានអារម្មណ៍ថាខ្លួនឯងមកលេងអង់គ្លេសទេមានអារម្មណ៍ថាទស្សនភាពដូចនៅស្វីសអញ្ចឹងហើយខ្ញុំអត់ដែរទៅស្វីសណាធ្លាប់តែឃើញតាមទូហេចាតែមានអារម្មណ៍ថាទស្សនភាពវាដូចគ្នាមែនតែនហើយនៅហ្នឹងក៏គេហៅ mini ស្វីសដែរបងប្អូនបែបស្វីសខ្នាតតូចនៅហ្នឹងអញ្ចឹងណាហើយថ្ងៃនេះអត់មានអីច្រើនទេបងប្អូនពួកខ្ញុំជិះដើរលេងមើលទស្សនភាពនៅម្ដុំហ្នឹងបន្តិចយើងក៏ដូរទៅទីក្រុងថ្មីមួយទៀតថាគោលដៅដែលខ្ញុំចង់ទៅធំជាងគេហ្នឹងគឺនៅឡៃនីលកានេះតែឥឡូវយើងដើរលេងម្ដងមកវគ្គតាមដំណាក់កាលសិនហើយបន្ទាប់ពីដើរលេងថតរូបថតអីអស់ចិត្តហើយក៏ចូលមកក្នុងម៉ានបន្តិចសិនបងប្អូនហៅទិញអីសម្រាប់ញ៉ាំហើយបើនិយាយពីសាច់ដើរមកនេះម៉ាមីញ៉ាំអត់សូវបានទេតែអូនអ៊ីនហ្វាទៅជាគាត់អ្នកញ៉ាំបានជាងវិញហើយខ្ញុំចេះតែសកូននំសកូអីទុកឲ្យរហូតថាបើថារកបាយរកម្ហូបអីនៅនេះរៀងពិបាករកខ្លាំងណាស់អញ្ចឹងអាណាញ៉ាំបានគឺញ៉ាំអានឹងហ្មង